ខ្ចីលុយធនាគាររំលោះឡានឬក៏ខ្ចីលុយគេទិញឡានអត់បើសិនជាយើងទៅស្រុកទៅអីម្ដងម្កាលកន្លែងហ្នឹងខ្ញុំអត់គ្រប់គ្រងទេបងប្អូនបើសិនជាយើងទៅស្រុកម្ដងម្កាលយើងទិញឡានមកយើងខាតអីខ្លះតម្លៃឡានវាធ្លាក់យើងបង់ធនាគារយើងខាតការចុងគុណនឹង2បើសិនរយៈពេល5ឆ្នាំទៅ8ឆ្នាំនិងមួយទៀតយើងចំណាយលុយទៅលើការថែទាំឡានបើសិនជាបងប្អូននៅកន្លែងជួលទៀតកន្លែងខ្លះអត់មានផ្ទះដាក់អត់មានអីដាក់ទៀតជួលគេដាក់ឡានទៀតរឹតតែអស់ទៀតហើយអញ្ចឹងបងប្អូនបើសិនជាយើងអត់សូវមានលុយគ្រប់គ្រាន់ទេយើងមិនទាន់មានលទ្ធភាពទេមុខមាត់យើងទុកម្ដុំទៅស្រុកម្ដងម្កាលយើងប្រើសេវាសាធារណៈទៅយើងប្រើតាក់ស៊ីទៅយើងប្រើឡានក្រុងទៅឬក៏យើងថាជួលឡានគេម្ដងម្កាលក៏វាអត់អស់ច្រើនដែរបងប្អូនអាកន្លែងហ្នឹងខ្ញុំគ្រប់គ្រងកន្លែងហ្នឹងព្រោះអីបើសិនជាយើងបានមុខមាត់មកយើងជាពាក់បំណុលគេយើងទិញឡានមកតែលុយទិញហ្នឹងឯងប៉ុន្តែយើងដោះបំណុលគេរាប់ខែរាប់ឆ្នាំទៅក្នុងកន្លែងហ្នឹងអញ្ចឹងយើងគូគិតគូឲ្យបានវែងឆ្ងាយបើសិនជាបងប្អូនដែលមានលទ្ធភាពជីវភាពគាត់ធូរធារហើយគាត់មានផ្ទះនៅហើយអញ្ចឹងគាត់យកលុយទិញឡានអត់បញ្ហាទេពេលគាត់សល់លុយហើយគាត់យកលុយសល់ទៅទិញឡានទៅបើមិនយើងមិនទាន់សល់លុយទេយើងទៅចងការគេយើងទៅខ្ចីធនាគារយើងទៅបង់កំលោះដើម្បីតែមុខមាត់កន្លែងហ្នឹងគឺអត់ល្អទេអញ្ចឹងបងប្អូនយើងគិតគូរកន្លែងហ្នឹងមកវិញ